សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាអំពីការបង្កើត DNS នៅលើ Windows Server ម្ដងដំបូងយើងចូលទៅកាន់ Tool ដល់ពេល Tool យើងអត់មាន DNS វាអត់មាន DNS ទេអញ្ចឹងទៅយើងត្រូវការចូលទៅកាន់ Management and Add Row and Feature នេះដើម្បី add feature row របស់ DNS របស់យើងរួចហើយយើងចុចពាក្យ Next អានេះយើង select row based or feature based installation នេះមក and next តោះមកយើង tick លើ DNS server របស់យើងតោះមកយើង complete ថាកន្លែងនេះយើងត្រូវ tick កន្លែង include management tool នេះមក add feature ហ្នឹងមកតោះមកយើងចុច next and កន្លែងនេះយើងមានត្រូវការ add feature អីផ្សេងទៀតទេអញ្ចឹងទៅយើងចុច next and យើងត្រូវចុច tick កន្លែងនេះ restart នេះមក yes តោះមកយើងចុច install បន្ទាប់ពី installation សរសេរហើយយើងចុច close មកបន្ទាប់មកយើងចូលទៅមើល tool យើងមើលថាយើងបានកើតមាន DNS នៅយើងឃើញថាមាន DNS ហើយបន្ទាប់មកយើង select លើ DNS ហ្នឹងមកបន្ទាប់មកយើង click លើនេះឃើញថានៅក្នុង DNS ហ្នឹងវាមានដូចជា forward zone and reverse zone អីស្រាប់ហើយអញ្ចឹងទៅយើងចូលទៅកាន់ forward zone ដើម្បីទៅបង្កើតនៅ forward zone របស់យើងដាក់ new zone nextថ្ងៃនេះយើងដាក់ zone ណារបស់យើងមកខ្ញុំដាក់ view.com តបមក next ទៀតមក finish នេះ forward zone យើងបានបង្កើតរួចហើយបន្ទាប់មកយើងទៅបង្កើត reverse zone យើងម្ដងថ្ងៃនេះយើង click យក IP4 reverse lookup zone របស់យើងតោះមក IP network IP របស់យើងនឹងយកមកពី Windows របស់យើងចូលទៅកាន់ CMD មកបន្តមកដាក់ IP config គឺយើងយកតែ3លេខខាងមុខទេគឺ 192.168.153បន្ទាប់មកយើងចុចពាក្យ next បន្ទាប់មកទៀតយើងចូលទៅកាន់ reverse zone នេះគឺជា reverse zone ដែលយើងបានបង្កើតមុនហ្នឹងយើង click លើវារួចហើយយើងចូលយក new host នេះមកបន្ទាប់មកនេះខ្ញុំដាក់ w and IP address គឺយើងយកមកពី comment មួយនេះគឺ 192.168.153 136 បន្ទាប់មកយើង click លើ add host នេះមកបន្ទាប់មកយើងចូលទៅកាន់ reverse zone ម្ដង click លើនេះមកបន្ទាប់មកយើងចុច new pointer ចូល browser របស់យើងមក forward zone and leave it អូខេតោះមកយើងសាកចូលទៅកាន់ y command មើលគឺ ns lookup www.new.com ឃើញថាការបង្កើត DNS លើ Windows របស់ខ្ញុំគឺបានបញ្ចប់ហើយគឺវាមានតែប៉ុណ្្នឹង